ជំរាបសួរថ្ងៃហ្នឹងខ្ញុំមកធ្វើមួនឆាភេងខ្យងសម្រាប់មួយចានយើងមានប្រើសាច់មួនប្រហែល2ខាំយើងហាន់ដុំល្មមហើយគ្រឿងផ្សំទាំងអស់មួយផ្សេងទៀតមានខ្ទឹមម្លឹងហាន់យើងអាចហាន់របៀបល្មមតែប៉ុន្តែកុំធំពេកណាហើយមានម្ទេសហាន់អត់ស្ដាងត្រៀមទុកដាក់ចានទុកហើយមានម្ទេសខៀវម្ទេសក្រហមហើយតទៅមានម្ទេសទូចសម្រាប់ថែមរសជាតិវាហាន់បន្តិចហើយមានល្ទឹមហាន់កង់ហើយមានសាច់យើងហាន់កន្លះយកសាច់អីក៏បានដែរតាមតែយើងមានសាច់អីក៏បានណាតមកយើងដាក់កាទៀងហើយដាក់ភេងឆាហើយដាក់ខ្ទឹមសលីងឲ្យឈ្ងុយហើយយើងដាក់សាច់មាន់ចូលហើយកូរច្បល់ឲ្យវាឆ្អិនល្មមសិនពេលឆ្អិនល្មមហើយយើងដាក់ប៊ីចេងស្ករបន្តិចហើយម្រេចហើយខ្ទឹមម្លឹងហើយយើងដាក់ល្ទឹមដាក់ម្ទេសដាក់ផ្សិតចូលដាក់ភេងចងដាក់ទឹកស៊ីអ៊ីវសកូរច្បល់ឲ្យឆ្អិនល្អចូលគ្នាហើយ